គឺថារសជាតិទាំងទឹកស៊ុបមានប្រភេទនេះតាំងឥឡូវគេអាប់ដេតមកស៊ីឈាន់ហើយមកយ៉ាហនេះទៀតគឺថាបងរត់តែចូលចិត្តហ្មងអានេះនិយាយពីទឹកស៊ុបហើយបើនិយាយពីអាម្ហូបដែលដាក់តាំងឲ្យយើងនឹងដើរចាប់លក្ខណៈ buffet ហ្នឹងគឺថាដូចពិតបងចេះតែមើលហាង buffet កន្លែងដទៃអាការដែលគេ review ផ្សេងទៅមើលផ្សឹងតែសម្រាប់ហាងកាកានេះគេ review មិនមកគឺឃើញអញ្ចឹងចាអញ្ចឹងមិនអីថាហ្នឹងអីថាអីនាំគេមកអីបានប្រកាសប្រាប់ពួកហ្នឹងថាបើចង់ទៅញ៉ាំ buffet មិនបាច់ទៅណាឆ្ងាយហាងចិនហាងអីណាឯងមកតកាហ្នឹងឯងស្អីក៏មានដែរមិនចេះខ្វះសំបីត្រីសាម៉ុនអីល្មមគេអត់ដាក់ឲ្យយើងញ៉ាំទេណាកូនហាងខ្លះចាអត់ដាក់ឲ្យញ៉ាំទេរបស់យើងប៉ុណ្ណឹងតម្លៃប៉ុណ្ណឹងហើយមានគ្រប់មុខទៀតអញ្ចឹងគឺថាអូខេហ្មងអរបងចង់សិក្សាកដែរដែលបងជ្រើសរើសទីតាំងកាកាសុគីទាំងហាង buffet របស់យើងបាននេះទៅនេះក្នុងពេញមានច្រើនកន្លែងចឹងបងកតាអីសម្រាប់បងគឺជាអតិថិជនបើតកែដឹងណាជាអតិថិជនតាំងពីឆ្នាំ2011មកគឺគ្រប់គ្រងកាកាសុគីសុទ្ធហ្មងបើនិយាយពីរសជាតិបងហ៊ានធានាថាហាងផ្សេងអត់អាចយករសជាតិមកប្រៀបធៀបមួយកាកាបានទេសម្រាប់បងណាគឺថារសជាតិទាំងទឹកស៊ុបមានប្រភេទនេះតាំងឥឡូវគេអាប់ដេតមកស៊ីឈាន់ហើយមកយ៉ាហនេះទៀតគឺថាបងរត់តែចូលចិត្តហ្មងអានេះនិយាយពីទឹកស៊ុបហើយបើនិយាយពីអាម្ហូបដែលដាក់តាំងឲ្យយើងនឹងដើរចាប់លក្ខណៈ buffet ហ្នឹងគឺថាដូចពិតបងចេះតែមើលហាង buffet កន្លែងដទៃអាការដែលគេ review ផ្សេងទៅមើលផ្សឹងតែសម្រាប់ហាងកាកានេះគេ review មិនមកគឺឃើញអញ្ចឹងគឺថាស្រស់ហើយឆ្ងាញ់ហើយជក់ចិត្តបងអាហ្នឹងហើយគឺជាអ្វីដែលចាប់អារម្មណ៍អ្វីដែលធ្វើឲ្យបងហ្នឹងត្រូវតែមកកាកាទៀតចេះណៃគិតមើលតាំងពីឆ្នាំ2011មកមិនឆ្នាំហើយហ្នឹងហើយអញ្ចឹងវីដេអូនេះផ្ញើទៅតកែជាពិសេសតាខ្ញុំគឺជាអតិថិជនតាំងពីឆ្នាំ2011មកពីញ៉ាំកន្លែងហ្នឹងបន្លែស្រស់របស់ស្រស់ឆ្ងាញ់ហើយមានរសជាតិល្អទៀតយើងញ៉ាំអត់មានខ្លាចអីទេបើទៅកន្លែងផ្សេងមិនចេះខ្វះទីក្រុងភ្នំពេញអ៊ំដើរសារអស់ហើយអាថោកក៏មានអាថ្លៃជាងហ្នឹងក៏មានតែនៅតែញ៉ាំមិនកើតទេមានអាកតុបដែលយើងកតុបដែលថា VIP ទៀតហ្នឹងចូលទៅ3 4នាក់គ្នាក៏ញ៉ាំអត់កើតដែរកូនចាញ់នៅហ្នឹងឯងអញ្ចឹងបានអ៊ំសូម្បីតែបងប្អូនមកពីវៀតណាមមកពីចិនមកពីអីបារាំងអីហ្នឹងអ៊ំនាំមកហ្នឹងញ៉ាំរហូតញ៉ាំហាងហ្នឹងអត់ដែរទៅណាឆ្ងាយទេតាំងពីស្គាល់ហាងហ្នឹងមកអ៊ំអត់ដែរទៅណាទៀតទេគឺថាឆ្ងាញ់ហើយញ៉ាំហើយនឹកឃើញឲ្យតែថាចង់ញ៉ាំដឹងតែមកហ្នឹងហ្មងបងអាចចាក់តុងហ្នឹងកន្លែងអង្គុយអីបងនិយាយយ៉ាងណាហ្នឹងហើយពាក់ព័ន្ធជាមួយនឹងបរិយាកាសអង្គុយនៅក្នុងហាងនេះបើនិយាយពីចំណតអូខេហ្មងញ៉ាំបងចំណតនៅកោះពេជ្រគឺថាស្រួលចតហ្នឹងហើយបងធ្លាប់ទៅសាខានៅអ៊ីអន3ដែរអញ្ចឹងអ៊ីអន3គឺអត់បញ្ហាទៅចតណាក៏បានដែរណាសាគេទំនើបហើយនិយាយពីចំណតហើយបើនិយាយពីបរិយាកាសក្នុងហាងវិញបងទៅញ៉ាំ buffet នៅហាងដទៃគឺមានន័យថាអាផ្សែងអីហ្នឹងគឺពុលហ្មងអ្នកញ៉ាំហ្នឹងហប់ញ៉ាំឲ្យកើតទេតែសម្រាប់នៅកាកានេះគេហៅថាប្រព័ន្ធស្រូបខ្យល់គេហ្នឹងគឺល្អហើយធ្វើឲ្យយើងនឹងមានផាសុខភាពញ៉ាំអីចឹងណាហ្នឹងហើយចាប់នៅទីនេះអ៊ំយកយ៉ាងម៉េចដែរមហូបទីនេះច្រើនណាស់ច្រើនមុខណាស់ញ៉ាំអត់អស់កូនតែមហូបមួយណាក៏ឆ្ងាញ់ដែរមហូបណាក៏ញ៉ាំបានច្រើនដែរតែអ៊ំវាអាយុច្រើនហើយអត់សូវញ៉ាំបានច្រើនតែក្មេងៗមកដឹងតែពេញចិត្តហ្មងមួយវាមកញ៉ាំច្រើនណាចឹងមិនអ៊ំចេះនាំកូនចៅមកញ៉ាំនៅហ្នឹងទោះបីកូនក្មួយនៅណាក៏អ៊ំនាំមកនឹងញ៉ាំដែរអត់ដែរទៅណាទេទោះបីពួកម៉ាក់ក៏អ៊ំទៅវិញអ៊ំនិយាយប្រាប់ទៀតចង់ទៅញ៉ាំ buffet ទៅកាទៅឆ្ងាញ់ខ្ញុំតានីហ្មងចឹងក្រោយអ៊ំមានពាក្យពេចន៍អីតាមហៅអតិថិជនដែលចូលមកញ៉ាំចាអញ្ចឹងមិនអីថាហ្នឹងអីថាអីនាំគេមកអីបានប្រកាសប្រាប់ពួកហ្នឹងថាបើចង់ទៅញ៉ាំ buffet មិនបាច់ទៅណាឆ្ងាយហាងចិនហាងអីណាឯងមកតកាហ្នឹងឯងស្អីក៏មានដែរមិនចេះខ្វះសំបីត្រីសាម៉ុនអីល្មមគេអត់ដាក់ឲ្យយើងញ៉ាំទេណាកូនហាងខ្លះចាអត់ដាក់ឲ្យញ៉ាំទេរបស់យើងប៉ុណ្ណឹងតម្លៃប៉ុណ្ណឹងហើយមានគ្រប់មុខទៀតអញ្ចឹងគឺថាអូខេហ្មងអានេះអ្វីដែលបងនិយាយមុនហ្នឹងគឺជាចំណាប់អារម្មណ៍របស់បងអញ្ចឹងបើចង់ឲ្យបងចែកម្លែកទៅបងប្អូនអតិថិជនដទៃទៀតអ្នកដែលចូលចិត្តញ៉ាំ buffet ដូចខ្ញុំអាចមកសាកនៅកាកាមុនគេហើយមានឱកាសទៅសាកកន្លែងផ្សេងក៏បានដែរតែលើកទឹកចិត្តឲ្យមកសាកនៅកាកានឹងមិនខកចិត្តទេញ៉ាំខ្ញុំគឺជាប់ចិត្តនៅតែជាប់ចិត្តដដែលអត់អាចផ្លាស់ប្ដូរទៅណាអញ្ចឹងបងប្អូនកុំឲ្យខកខានពេលវេលាខាតលុយកាក់
ឬក៏ខាតទឹកចិត្តតែចង់និយាយថាតែញ៉ាំរសជាតិតែឆ្ងាញ់ណាសាកនឹងអញ្ជើញមកកាកាសុគីទាំងអស់គ្នានៅកោះពេជ្រក៏បាននៅអ៊ីអន3ក៏បាន ចាំអីទៀតរីករាយជាមួយកាកាសុគី